បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបនៃការបង្កើត Facebook Page សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលអត់ទាន់ចេះបង្កើតណាអញ្ចឹងមុននឹងយើងបង្កើតយើងចូលទៅក្នុង Facebook របស់យើងជាមុនសិនបាទអញ្ចឹងបន្ទាប់ពីយើងចូលក្នុង Facebook ហើយបងប្អូនទាំងអស់គ្នាចុចនៅលើត្រី3នេះកន្លែងដែលខ្ញុំចុចណាហើយបងប្អូនទាំងអស់គ្នាអូសទៅលើមក scroll យកពាក្យថាទំព័ររបស់យើងកន្លែងដែលខ្ញុំដាក់នេះណាបាទទំព័រហើយចុចលើទំព័រហ្នឹងមកបន្ទាប់មកពុកម៉ែបងប្អូនទាំងអស់គ្នាអាចចុចទៅលើពាក្យថាបង្កើតនេះកន្លែងដែលខ្ញុំចុចហ្នឹងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ដាក់ឈ្មោះអីក៏បានសម្រាប់ Facebook Page របស់យើងណាចង់បង្កើតដើម្បីរកលុយតាម Facebook Page ក៏បានចង់បង្កើតបាទសម្រាប់លក់អនឡាញក៏បានដែរអញ្ចឹងខ្ញុំបង្កើតឈ្មោះមកនេះខ្ញុំឧទាហរណ៍ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមើលហើយបន្ទាប់មកខ្ញុំចុចពាក្យថាបន្ទាប់បាទអញ្ចឹង Facebook Page របស់បងប្អូនទាំងអស់គ្នាបង្កើតឡើងដើម្បីអីបាទយើងសម្រាប់រកស៊ីបាទសម្រាប់ក្រុមហ៊ុនឬក៏សិស្សសាលាយើងលក់ផលិតផលលក់សេវាកម្មបាទឬក៏យើងបើកភោជនីយដ្ឋានឬក៏អីហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាអាចចុចទៅលើពាក្យហ្នឹងបានអញ្ចឹងឧទាហរណ៍នេះខ្ញុំបង្កើតជាប្រភេទ content កីឡាអញ្ចឹងខ្ញុំដាក់សម្ព័ន្ធកីឡាមកបាទហើយបន្ទាប់មកខ្ញុំចុចពាក្យថាបង្កើតនៅខាងក្រោមណាអញ្ចឹងចាំបន្តិចទៅវាកំពុងតែដើរបាទបន្ទាប់ពីយើងបានចុចបង្កើតហើយវាចាប់ផ្ដើមឲ្យយើងរៀបចំ page របស់យើងបាទអញ្ចឹងទីតាំងរបស់បងប្អូននៅខាងណាបាទអាស័យដ្ឋានរបស់យើង email គេហទំព័របើសិនបងប្អូនមាន website ណា website គេហទំព័ររបស់យើងហ្នឹងបងប្អូនដាក់មកហើយអានេះកន្លែងជីវប្រវត្តិហ្នឹងយើងអាចទៅសេរៀបរាប់បាននេះខ្ញុំគ្រាន់តែបង្កើតឲ្យពុកម៉ែបងប្អូនអរគ្នាមើលសិនទេខ្ញុំអត់ទាន់បានរៀបចំ page ហ្នឹងទេអញ្ចឹងខ្ញុំចុចទៅមុខទៀតសិនបាទចុចបន្ទាប់បាទអញ្ចឹងចុចបន្ទាប់ហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានបាទ logo មាន cover មានអីមាន profile មានអីចឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចដាក់បានបាទនេះយើងអាច invite friend របស់យើងមកឬក៏យើងមិនបាច់ចាប់ invite ក៏បានដែរយើងចុចបន្ទាប់ទៀតមកបាទនេះបើកទាំងអស់ហ្នឹងមកយើងចុចបន្ទាប់ទៀតមកបាទនេះទំព័រ Facebook Page របស់យើងបាទនេះយើងចុចបន្ទាប់បាទយើងរួចរាល់ហើយយើងបាន page មួយបាទយើងបាន Facebook Page មួយអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងគ្នាបាទមាន profile មាន cover អញ្ចឹងយើងអាចដាក់បានអញ្ចឹងខ្ញុំមានហើយខ្ញុំដាក់បាទអញ្ចឹងបន្ទាប់ពីខ្ញុំបានបាទដាក់ profile បានដាក់ cover ហើយបាទអញ្ចឹងយើងរៀបចំ page របស់យើងបន្តទៀតទៅអញ្ចឹងនេះជារបៀបនៃការបង្កើត page ក្នុងឆ្នាំ2026អញ្ចឹងមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនទាំងអស់គ្នាមានចម្ងល់អីអាចបាទសាកសួរបន្ថែមទៀតបានអញ្ចឹងខ្ញុំរីករាយក្នុងការចែករំលែកបាទអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត